កម្លាំងមាំមួនសមត្ថភាពពេញលេញហើយនឹងមានកុំនីកាសៀងល្អក្នុងការងារហើយថ្ងៃនេះគាត់មានកិត្តិយសដើម្បីមកបង្ហាញប្រធានបទមួយទាក់ទងនឹងអប្សរដីពណ៌ដែលយើងដេកតិចទេដោយ ecography ជាបឋមសូមគោរពគណៈធិបតីជាទីគោរពសូមគោរពលោកបញ្ជាបណ្ឌិតឯកទេសជីគួរនិងសូមគោរពលោកសាស្ត្រាចារ្យលោកបញ្ជាបណ្ឌិតដែលអញ្ជើញមកពីមន្ទីរពេទ្យកាឡាម៉ែតនិងសូមគោរពលោកគ្រូអ្នកគ្រូទាំងអស់ដែលអញ្ជើញចូលរួមនៅទីនេះនិងនៅក្នុង Zoom ថ្ងៃនេះខ្ញុំមានបទបង្ហាញមួយដែលនិយាយអំពី diagnostic imaging in liver abscess នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនេះគឺជា objective របស់ខ្ញុំដែលគឺទៅក្នុងការបទបង្ហាញ introduction liver abscess គឺជា localized collection នៃខ្ទុះនៅក្នុងសាច់ថ្លើមដែលវាអាចជា single ឬក៏ជា multiple localized ជាទូទៅសម្បូរទៅនៅក្នុងតំបន់ tropic និងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍយើងមានពី two main type ដែលប្រភេទ liver abscess ជា physiogenic abscess ឬក៏ amoebic ហើយរូបភាពវិទ្យាសាស្ត្រគឺដើរតួនាទីសំខាន់ក្នុងការកំណត់រោគវិនិច្ឆ័យនិងការព្យាបាល ទូនាទីនៃរូបភាពវិទ្យាសាស្ត្រនៅក្នុង liver abscess ទី1យើងអាចកំណត់វត្តមាននៃ abscess ទី2កំណត់ចំនួនទំហំនិងទីតាំងទី3យើងអាច differentiate from ពី liver tumor metastasis ឬក៏ hyacinth យើងអាចធ្វើជា percutaneous guide ដើម្បីជាការ drainage និងធ្វើជា monitor treatment និង monitor treatment response រូបភាពវិទ្យាសាស្ត្រសំខាន់មាន3ទី1 ultrasound យើងគិតថាជា first line compute tomography យើងគិតថាជា gold standard និង MRI ជា problem solving ultrasound overview ultrasound យើងគិតថាជា first line imaging នៅពេលដែលយើងសង្ស័យថាមាន abscess ថ្លើមពីព្រោះវាលឿនរហ័សមានប្រសិទ្ធភាពក្នុងការធ្វើរូបវិនិច្ឆ័យដំបូងហើយជាពិសេសសម្រាប់នៅប្រទេសដែលកំពុងអភិវឌ្ឍដែលមានធនធានមានដែនកំណត់ថាប្រយោជន៍នៃ ultrasound លឿនយើងអាចធ្វើនៅកន្លែងសម្រាកបានអត់មាន radiation យើងអាចយកតាមខ្លួនបាននិងមានតម្លៃសមរម្យហើយផ្ដល់ជា real time procedure ក្នុងការធ្វើ guidance ដែល success rate អាចរហូតដល់ពី90ទៅដល់ 99% មាន sensitivity ខ្ពស់និង specificity ដែលអាចកំណត់រោគវិនិច្ឆ័យបានចន្លោះពី75ទៅ 85% នៃ liver abscess ហើយអាចប្រើ contrast enhanced ultrasound ដែលអាចកំណត់ differentiate រវាង abscess ពី tumor ផ្សេងៗបានរហូតដល់91ទៅ 93% ហើយនឹងមានអត្ថប្រយោជន៍សម្រាប់ការធ្វើ follow up ultrasound finding អ្វីដែលយើងឃើញនៅលើ ultrasound ជាទូទៅ liver abscess យើងឃើញជា round ឬក៏ oval មានថាមូលឬក៏ជារាងពងកំពើ undefined border ឬក៏ irregular ហើយ internal echo pattern ដែលយើងឃើញអាចជា hypoechoic ឬក៏ complete cystic lesion ដែលមានជា low level internal echo អាចជាខ្ទុះឬក៏ជា debris ហើយក៏អាចមាន septation ឬក៏ជា fluid level អាចមាន posterior acoustic enhancement ជាទូទៅដែលសម្បូរដោយសារមានវាកើតឡើងដោយសារមាន fluid content នៅក្នុងនឹង wall របស់វាគឺក្រាស់ហើយ irregular ពេលខ្លះអាចបង្ហាញជា loop target sign ពេលខ្លះអាចមានជា gas formation ដែលយើងឃើញជា echogenic foci ជាមួយនឹង dirty shadowing ហើយជាទូទៅនៅពេលដែលយើងដាក់ Doppler គឺយើងមិនឃើញមាន Doppler ទេហើយយើងអាចឃើញជា peripheral hyperemia មានថាសរសៃឈាមព័ទ្ធជុំវិញតែមិនមែននៅខាងក្នុង limitation ultrasound បើសិនជា abscess មានទំហំតូចជាង 1 សង់ទីម៉ែត្រគឺពិបាកកំណត់មួយទៀតបើសិនជាស្ថិតនៅក្នុងផ្នែកខាងលើនៃថ្លើមទី2ទាក់ទងទៅនឹងទី3ទាក់ទងនឹង operator dependent អ្វីដែលជា cluster sign ហើយនឹង double target sign cluster sign តាមជា ultrasound គឺជា characteristic នៃ physiogenic liver abscess ដែលវាកើតឡើងនៅពេលដែល abscess តូចជាច្រើនដុំគ្នាក្បែរគ្នាហើយរលាយចូលគ្នាបង្កើតជា abscess មួយដែលធំហើយមាន multiloculated lesion ហើយអ្វីដែលយើងអាចឃើញនៅក្នុង ultrasound យើងឃើញជា multiple small round ឬក៏ oval hypoechoic cavity ដែលនៅផ្ដុំជុំគ្នាហើយមាន septation ស្ដើងដែលយើងឃើញចន្លោះរវាង cavity នីមួយៗ lesion នេះអាចបង្ហាញជា cluster ដែលជា abscess តូចដែលដូចស្តៀងទៅនឹងពាងបាយជូរឬក៏ honeycomb pattern មាន internal debris ហើយនឹង low level echo ពេលខ្លះអាចឃើញនៅក្នុង early stage នៃ coagulation physiogenic abscess មានថាជា stage នៃការ abscess ដែលរលាយចូលគ្នានេះគឺជារូបភាពបង្ហាញអំពី cluster sign ដែលយើងឃើញជា abscess ធំមួយហើយមាន abscess តូចៗនៅក្នុងនឹងរលាយចូលគ្នា
ហើយមានរសៀងទៅនឹងពាំងបាយជូររបប target sign ឬក៏យើងហៅថារបបរៀង sign គឺជាសញ្ញាសំខាន់នៃមួយនៃ liver abscess ដែលយើងឃើញចេញជា3ទម្រង់ធំទី1យើងនិយាយថាខាងក្នុងយើងឃើញជា central hypoechoic ឬក៏ complete cavity ដែលកាត់ឡើងដោយសារ necrotic debris inner echogenic rim ដែលជា abscess wall យើងឃើញជាភ្លឺហើយនឹង outer គឺជា hypoechoic rim ដែលបង្ហាញអំពីការហើមនៃសាច់ថ្លើមដូចក្នុងរូបភាពនេះអញ្ចឹងយើងឃើញខាងក្នុងជា complete lesion ហើយយើងឃើញមាន hypoechoic wall ដែលជា wall របស់ abscess ហើយនឹង hypoechoic ខាងក្រៅដែលជាសាច់ដែលហើមសាច់ថ្លើម differentiate ការបែងចែករវាង pseudogenic ហើយនឹង amoebic liver abscess pseudogenic liver abscess ជាទូទៅយើងឃើញជា multiple lesion ហើយ irregular ឬក៏ poorly defined margin មានជា heterogen internal echo អាចមានជា debris ដោយសារតែផ្ទុះមាន septation អាចមាន gas ខ្យល់ដែលបង្កើតជា dirty shadowing មាន hypoechoic ជុំវិញ abscess នឹងដែលជាការហើមនៃសាច់ថ្លើមឬក៏អាចមានជា cluster sign ហើយនឹង robot target sign ជាទូទៅ general pattern វាជា complete multilocular abscess ដែលគេចាត់ associate ជាមួយនឹង BLD infection ឬក៏ bacteremia នេះគឺជារូបភាពដែលយើងឃើញសញ្ញាព្រួញភ្លឺសសនឹងគឺជាសញ្ញាខ្យល់ហើយយើងឃើញ border identify border យ៉ាងណាចែកបានទេ Morbid liver abscess ជាទូទៅគឺ single ហើយជា solitary lesion មានរាង round ឬក៏ oval shape well defined margin ហើយជា homogeneous hypoechoic appearance មាន fine low level echo internal echo ជាទូទៅអត់មាន septation ទេហើយមាន posterior acoustic enhancement ហើយ classic description អាចជា anterior ដែលយើងហៅថា abscess content ដែលជា pink pool ដែលផ្ទុះពណ៌កាឈូកក្នុង ultrasound pseudogenic liver abscess ជាទូទៅបង្ហាញជា multiple complete heterogeneous lesion ជាមួយនឹង septation ឬក៏ gas ចំណែកឯ amoebic liver abscess ជាទូទៅបង្ហាញជា solitary round hypoechoic lesion ជាពិសេសគឺសម្បូរទៅនៅខាង right hepatic lobe នេះគឺជារូបភាពនៃ amoebic liver abscess អញ្ចឹងនៅក្នុង stage of liver abscess យើងចែកចេញជា 4 stage stage ទី1 early ឬក៏ pre-suppurative stage ដែលជា ultrasound picture យើងឃើញជា poorly defined hypoechoic area mal heterogeneous echo picture no clear fluid cavity surrounding parenchymal edema ពេលខ្លះអាចលេចចេញជា focal ដែលស្តៀងទៅនឹង hepatitis clinical pattern នៅក្នុងដំណាក់កាលនេះគឺយើងពិបាកក្នុងការបែងចែកបំផុតរវាង tumor focal fatty chain ឬក៏ hepatitis ហើយក្នុង stage នេះគឺយើងមិនអាចធ្វើតារាណាបានទេនេះគឺជារូបភាពនៅ stage 1 liver abscess ទី intermediate stage ឬក៏ liquefaction stage ultrasound picture យើងឃើញជា well defined hypoechoic lesion មាន internal echo ដែលចេញពីខ្ទុះឬក៏ជា necrotic debris មាន septation មាន posterior acoustic enhancement ពេលខ្លះអាចបង្ហាញជា irregular wall clinical pattern គឺកន្លែងនេះគឺយើងអាចធ្វើកំណត់រោគវិនិច្ឆ័យបានហើយថាគាត់ថាវាជា liver abscess ឬក៏អីដំណាក់នៅក្នុង stage នេះយើងអាចធ្វើ percutaneous drainage បាននេះគឺជារូបភាពនៅក្នុង stage 2ដែលយើងឃើញមាននៅខាងក្រោមឃើញជាភ្លឺសដែលជា posterior acoustic enhancement stage by suppurative stage ឬក៏ major abscess យើងឃើញជា well defined thick wall large ទំហំធំ large hypoechoic cavity មាន internal debris ឬក៏ fluid level បានន័យថាយើងឃើញជា anechoic នៅផ្នែកខាងលើហើយឃើញជា hypoechoic នៅផ្នែកខាងក្រោមដែលជា necrotic content ឬក៏ជាខ្ទុះដែលស្ថិតនៅខាងក្រោមមាន posterior acoustic enhancement ពេលខ្លះអាចមាន gas ជាមួយនឹង dirty shadowing នៅដំណាក់កាលនេះគឺជាដំណាក់កាលដែលយើងត្រូវតែធ្វើ drainage វារិះនឹង rupture បើសិនជាអត់ធ្វើការព្យាបាលនេះគឺជារូបភាពយើងឃើញ liver abscess នៅ right lobe គឺធំហើយខ្ញុំជួបផ្ទាល់នៅមន្ទីរពេទ្យមួយថ្ងៃខែបាត់ដំបង stage 4 healing stage ឬក៏ resolving stage ជាទូទៅទំហំវាចាប់ផ្ដើមរួមតូចមានជា hypoechoic ឬក៏ hyperechoic នៅខាងក្នុងនឹងទំហំចាប់ផ្ដើមរួមតូច collapse cavity ពេលខ្លះអាចមាន calcification នៅក្នុងនឹងទៀត
clinical important បានន័យថានៅពេលដែលយើងឃើញរូបភាពបែបហ្នឹងបានន័យថាការព្យាបាលរបស់យើងគឺជោគជ័យហើយយើងត្រូវធ្វើការ follow up ultrasound បន្ថែមនេះគឺជារូបភាពនៅពេលបន្ទាប់នៃជំងឺដែលធ្វើតារាណែកហើយយើងឃើញទំហំចាប់ដើមរួមតូចហើយយើងមានឃើញជា calcification នៅខាងក្នុងហ្នឹង differential diagnosis អញ្ចឹងនៅពេលដែលយើងឃើញម៉ាស់មួយយើងត្រូវគិតថាមិនប្រកាសថាជា liver abscess ទេពេលខ្លះវាអាចជា necrotic hepatocellular carcinoma liver cystic metastasis hepatic hydatitis hematoma ឬក៏ជា biloma necrotic hepatocellular carcinoma ដែលមានរូបរាងជាទូទៅជា irregular ជាលបម៉ាស់មួយជាលបពេលខ្លះអាចជា well defined មាន capsule នៅខាងក្នុងជា heterogeneous ecosecture មាន central necrosis អាភាជា hypoechoic ឬក៏ជា cystic មានលក្ខណៈជា character mosaic pattern ដែលមានជា hypoechoic ផង hypoechoic ផងលាយឡំចូលគ្នាហើយអាចអត់មានជាទូទៅ usually no stronger posterior acoustic enhancement មានន័យថាអត់មាន posterior enhancement ទេវាវ៉របស់វាជា tumor capsule ពេលខ្លះអាចមានជា hypoechoic rim នៅពេលដែលយើងដាក់ Doppler គឺយើងឃើញមាន internal artery vascularity ហើយមានសរសៃឈាមច្រើនទៅចិញ្ចឹមនៅក្នុងនឹងនេះគឺជារូបភាពនៃ necrotic hepatocellular carcinoma ដែលយើងឃើញមាន hypoechoic ផងច្រើន liver cystic metastasis ជាទូទៅគឺជា multiple lesion រាងមូល border របស់វាជា well defined border internal appearance ជា complete cystic ដែលមាន septation ក្រាស់ហើយជា moral nodule ពេលខ្លះអាចមានជា iso ជាលក្ខណៈ bull eye ដូចហើយ posterior enhancement អាចអត់មានការប្រែប្រួល Doppler អាចមានជា peripheral ឬក៏ septal vascularity ហើយវាបានន័យថាវិស័យភាគច្រើនពេញថ្លើមតែម្ដងនេះគឺជារូបភាពនៃ liver cystic metastasis ហើយរូបភាពមួយទៀតគឺយើងឃើញជា bull eye appearance ដែលមាន hyperechoic ខាងក្នុងខាងក្រៅគឺជា hypoechoic hepatic hydatitis ជាទូទៅគឺ well defined cystic mass round ឬក៏ oval ជាទូទៅមានស្ថិតនៅក្នុងផ្នែកខាងស្ដាំនៃ hepatic lobe វាអាចជា picture របស់វាជា multiple small key នៅក្នុង large key មួយហើយបង្កើតបានជា honeycomb ឬក៏ rosette appearance មានន័យថាដូចសម្បុកឃ្មុំហើយមាន hyatic cell មានន័យថាយើងឃើញជា fine echogenic particle នៅក្នុងគីហើយនៅពេលដែលយើងផ្លាស់ប្ដូរ position របស់ជំងឺ hyatic cell នឹង mobile ហើយយើងនឹងឃើញមាន internal membrane ដាច់ចេញដែលមានរូបរាងដូចជា water lily sign គឺអណ្ដែតនៅក្នុងគីនឹងបើសិនជានៅក្នុង chronic lesion យើងអាចឃើញជា echogenic calcified rim ជាមួយនឹង acoustic shadowing នេះគឺជារូបភាពនៃ hydatitis ដែលរូបខាងស្ដាំគឺយើងឃើញជា honeycomb ដែលរូបខាងឆ្វេងយើងឃើញជា water lily sign ដែល water lily sign នេះគឺជាការដាច់នៃ inner membrane ខាងក្នុងហើយវាអណ្ដែតនៅក្នុងគីនឹងតែម្ដងនេះគឺជា hydatitis ដែរយើងឃើញគីធំមួយប៉ុន្តែយើងឃើញមាន small គីជាច្រើននៅក្នុងគីនឹងតែម្ដងហើយនៅផ្នែកខាងក្រោមយើងឃើញជា fine echogenic particle hepatic hematoma នៅក្នុង early stage ឬក៏ acute bleeding យើងឃើញជា hypoechoic ឬក៏ heterogeneous mass irregular margin ពេលខ្លះអាចរីកចេញជា solid ដោយសារតែកំណកឈាមនៅក្នុង subacute stage mixed echogenicity អាចជាហើយមាន internal septation ឬក៏ជា clot នៅក្នុង chronic stage ជាទូទៅ mass ត្រូវបានប្រែប្រួលទៅជា hypoechoic ឬក៏คล้ายទៅជា គីពេលខ្លះអាចច្រឡំជាមួយនឹង abscess ឬក៏គីជាទូទៅ location របស់វាស្ថិតនៅ subcapsula នៃ liver ដែលមានរូបរាងជា crescent shape ដែល collection under liver capsule ដែលស្ថិតនៅក្នុងដែលជា collection នៅខាងក្រោម liver capsule នៅពេលដែលយើងប្រើ Doppler គឺអត់មានសរសៃឈាមទេនេះគឺជារូបយើងឃើញជា heterogeneous ហើយយើងឃើញរូបនៅខាងឆ្វេងដៃយើងឃើញជា anechoic ហើយនៅជា collection មួយដែលនៅខាងក្រោម capsule biloma គឺជា anechoic យើងឃើញជា anechoic ឬក៏ hypoechoic fluid collection ដែល well defined margin
ជាទូទៅជា simple fluid apparent វាអាចរីកធំតាមពេលវេលាពេលខ្លះក៏មាន internal debris ជាទូទៅទីតាំងរបស់វាគឺនៅក្បែរ gallbladder fossa subhepatic space ឬក៏ intrahepatic bile duct injury ហើយយើងអត់ឃើញមាន internal vascularity ទេ biloma បើយើងនិយាយចំគឺជា collection នៃ bile នៃទឹកប្រមាត់ដែលស្ថិតនៅខាងក្រៅ system biliary system ដែលស្ថិតនៅខាងក្រៅ biliary system នេះគឺជារូបភាព biloma រូបភាពនេះគឺខ្ញុំជួបផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលជា biloma CT scan overview CT scan ដែលយើងគិតថាជា gold standard ដោយសារនៅពេលដែលសម្រាប់ liver abscess ពីព្រោះវាផ្ដល់រូប high diagnostic accuracy ច្បាស់លាស់ហើយ detail anatomic information and guidance for treatment ហើយភាគរយដែលច្បាស់នោះគឺចន្លោះពី95ដល់100% CT scan advantage high sensitivity ហើយនិង diagnostic accuracy ច្បាស់ខ្លាំងសម្រាប់ការធ្វើមើលទៅលើ abscess លក្ខណៈរបស់ abscess អាចកំណត់កាជាមួយនឹង abscess អាចកំណត់ទីតាំងច្បាស់លាស់និងការរាលដាលនៃជំងឺអាចជាមានសារៈសំខាន់សម្រាប់ការធ្វើ intervention treatment better ល្អសម្រាប់ធ្វើការ differential diagnosis និង monitor treatment response MRI overview MRI យើងគិតថាជា problem solving នៅក្នុង liver abscess ពីព្រោះ MRI មិនមែនជា first line imaging test ទេប៉ុន្តែវាមានសារៈប្រយោជន៍បំផុតនៅពេលដែល ultrasound ឬក៏ CT scan មិនអាចកំណត់រោគវិនិច្ឆ័យបានអញ្ចឹង radiologist នឹងស្នើសុំធ្វើ MRI ដើម្បីកំណត់រោគវិនិច្ឆ័យឯសារប្រយោជន៍នៃ MRI យើងប្រើនៅពេលដែល ultrasound ឬក៏ CT scan មិនអាចកំណត់រោគវិនិច្ឆ័យបានច្បាស់ខ្លាំង superior soft tissue ទៅលើ superior soft tissue contrast យើងប្រើ diffusion wave imaging ជួយ confirm abscess មានអត្ថប្រយោជន៍ផងនៅពេលដែល CT scan contrast មិនអាចប្រើបានល្អសម្រាប់ការធ្វើ differentiation រវាង abscess ហើយនិងថ្លើមក៏ល្អបំផុតសម្រាប់នៅក្នុងករណីដែល complete ឬក៏ atypical case នេះគឺខ្ញុំមិន detail ទេនៅ MRI និង CT scan take home mistake liver abscess គឺជា localized population តម្រូវឲ្យការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ឲ្យបានរហ័សហើយនឹងការព្យាបាលឲ្យបានលឿន ultrasound គឺជា first line ដោយសារវាលឿនយើងអាច accessible ហើយនឹង bedside អាចធ្វើនៅកន្លែងសម្រាប់បានហើយ abscess យើងឃើញជាទូទៅជា hypoechoic complete cystic lesion និង no internal vascularity ជួយចំណិច abscess usually ជា multiple complete septation ហើយមាន gas ចំណែក amoebid ជា solitary round homogeneous ជាពិសេសគឺស្ថិតនៅក្នុង dry lobe នៅពេលដែលយើងឃើញជា mass មួយនៅពេលដែលគិតថាជា liver abscess ប៉ុន្តែយើងត្រូវគិតដល់ថាតើវាអាចជា necrotic tumor HCC metastasis ជា hyatic ជា hematoma ឬក៏ជា biloma នេះគឺជា reference របស់ខ្ញុំបាទសូមអរគុណបាទសូមអរគុណដល់បទបង្ហាញរបស់លោកអមរាហើយខ្ញុំសង្ខេបតិចចុះដោយសារខ្សែដេប៉ូការពិតយ៉ាងស្ទេចដែលល្អបំផុតហើយធ្វើឲ្យយើងនឹកឃើញដល់អាប់ខ្សែដេប៉ូគឺយ៉ាងស្ទេច clinic គឺយ៉ាង clinic គឺច្បាស់គឺ Centro Ash គឺ Hepatalgy EP ទាំង B ហើយនឹងស្អីមួយទៀត Hepatomegaly ហ្នឹងហើយនឹងពង Dollar Ischia យើងចុចនឹងម្រាមដៃគឺចុចចំចំណុចណាមួយដែលវាឈឺខ្លាំងនឹងគឺជាសញ្ញាអាប់ខ្សែដេប៉ូដោយការរីកចម្រើនផ្នែក imagery អញ្ចឹងយើងចេះតែថាមកមើល expo ទៅយើងអាចឃើញពេលខ្លះ upside down នៅ start precoce គឺយើងអាចអត់ឃើញដែរតែ clinic កំងយើងអាចច្បាស់ជាងពេលក្នុង start precoce ហើយអាចជាទូទៅ upside down ក្នុង start precoce តែយើងបានពី clinic មកដែរតែបាន clinic មកថាសំស័យហើយយើងរកទៅក៏យើងឃើញកាន់តែមានតា infiltration gracious នៅលោកណាមួយហើយយើងមើលនៅចំណុចហ្នឹងគឺ Dula Sula សុងទៅក៏នឹងពីថ្ងៃក្រោយមកយើងមើលម្ដងទៀតទៅយើងឃើញ standard collection បានយើងគិតថា upside down អញ្ចឹងសរុបសេចក្តីទៅ
ultrasound វាជា first line ក្នុងការដេតេអប្សរិពណ៌ប៉ុន្តែនៅតែ clinic នឹងសំខាន់បំផុតដែលធ្វើឲ្យយើងទៅរកអប្សរិពណ៌គុណមានសំណួរលោកគ្រូដែរអញ្ជើញនៅទីនេះមានសំណួរអ្វីចង់សួរបន្ថែមទេសំណួរចង់សួរថាយើងបែងចែកគីសាំគីធម្មតានឹងជាមួយគីមេតាតាតិចហ្នឹងបានយ៉ាងដូចមិនដែរទេគឺបែបទីទៅគ្រូនៅក្នុងគីធម្មតាយើងតែងតែឃើញជា clear fluid បានន័យថានៅខាងក្នុងនោះជា complete ជា anechoic ហើយយើងឃើញមាន hyperechoic wall របស់វាគឺជា hyperechoic ហើយមាន posterior acoustic shadowing posterior acoustic enhancement បានន័យថាឃើញភ្លឺឆ្វាយដោយសារនេះយើងឃើញភ្លឺមកខាងក្រៅទៅចំណែកឯ liver metastasis វាជា irregular border ill defined border ហើយពេលខ្លះវាមិនចំជាគេប៉ុន្តែវាអាចលេចចេញជា bull eye apparent យើងឃើញ bull eye apparent មានន័យថាខាងក្នុងយើងឃើញជា hyperechoic ប៉ុន្តែខាងក្រៅយើងឃើញជា hypoechoic ហើយច្រើនជាពិសេសគឺច្រើនពេញផ្លើមប៉ុន្តែបើគីធម្មតាវាចាញ់យើងឃើញជាទូទៅជាតែមួយឬក៏អីចឹងជា single សូមលោកគ្រូជួយបន្ថែមខ្ញុំសូមសួរលោកគួតែម្ដងតើតាំងពីលោកគួធ្វើ imagery នៅខេត្តបាត់ដំបងយើងឲ្យជួបគីតិចទៅនៅពួកអ្នកបាត់ដំបងហូបសាច់ឆ្កែច្រើនណាស់ណាអ្នកបាត់ដំបងបាទហូបសាច់ឆ្កែច្រើនដែរមិនដឹងថាបានជួបឯនៅខ្ញុំអត់ដែរជួបបាទសូមអរគុណបងតាំងពីខ្ញុំធ្វើមកគិតដល់30ឆ្នាំអត់ដែរជួបបាក់មួយទេគឺតិចឃើញតែក្នុងតែ theory ហ្មងនេះយើងឃើញប៉ុន្តែក្នុង practice ខ្ញុំអត់ដែរជួបទេជួបច្រើនគេគឺ abscessory ហើយទាំង lesion metastatic CHC ហើយនឹង key hepatic key bilia នឹងយើងជួបច្រើនប៉ុន្តែដោយបងមានវិសាស្ត្រឃើញរូបស្អាតអង្គកាញ់នៅក្នុងគីហ្នឹងគឺអត់ដែរជួបសោះហ្មងបាទលោកគ្រូអត់មានសំណួរអីទេខ្ញុំសូមចាប់ត្រឹមហ្នឹងចា៎នេះខ្ញុំសូមថ្លែងអំណរគុណដល់លោកជាបណ្ឌិតនិងសូមជូនពរលោកមានសុខភាពល្អចា៎សូមអរគុណកម្មវិធីបន្តដល់មតិការចូលរួមមតិនិងសំណូមពររបស់សមាជិកគណៈគ្រូពេទ្យក្នុងខេត្តក្នុងការរៀបចំទិវាវិជ្ជាជីវវិទ្យាសាស្ត្របន្តក្នុងខេត្តនិងគម្រោងលើកទិវាទៅពេលក្រោយចា៎អញ្ចឹងនេះខ្ញុំសូមគោរពអញ្ជើញលោកវិជ្ជបណ្ឌិតស៊ូសនិតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងចា៎សូមគោរពអញ្ជើញបាទសារជាថ្មីម្ដងទៀតគឺសូមអភ័យទោសចំពោះកម្មវិធីនៅថ្ងៃនេះដែលយើងអុកអនឡាញមកដល់ពេលហ្នឹងហើយមែនតើវត្តមានរបស់អៃដាមលឹមតារាគឺយើងបានអញ្ជើញអៃដាមហ្នឹងបាទតាំងពីឆ្នាំទៅហើយគាត់បានខកខាន2លើកហើយបាទអញ្ចឹងខ្ញុំគិតថាវត្តមានរបស់គាត់គឺបានផ្ដល់កិត្តិយសហើយក៏ជាការបញ្ញាចិត្តមួយដែលគាត់ចង់ជួបជាមួយនឹងសមាជិកគណៈគ្រូពេទ្យខេត្តបាត់ដំបងយើងហើយអ្វីដែលជាការសន្ទនារបស់គាត់ព្រឹកមិញគឺ
គាត់គិតថាគឺជារឿងមួយដែលគាត់ជួបជាមួយនឹងអ្នកថ្មីចឹងគាត់ត្រូវតែសម្ដែងនៅអ្វីដែលគាត់ចង់ឲ្យយើងដឹងដូចគាត់ដែរចឹងពេលវេលាបានអូនឡាយហើយធ្វើឲ្យយើងទាញកម្មវិធីរហូតដល់ពេលស្មានហ្នឹងក្នុងនាមយើងខ្ញុំជាក្រុមប្រឹក្សាគណៈកម្មាធិការក៏ដូចជាក្រុមការងាររៀបចំនៅទិវាអភិវឌ្ឍជីវវិទ្យាសាស្ត្រយើងខ្ញុំតែងតែមានគំនិតដូចផ្ដើមធ្វើអ្វីដែលជារឿងថាខុសពីលើកមុនអ្វីយើងចង់ធ្វើខុសពីលើកមុនគឺយើងចង់ឲ្យមានការរីកចម្រើនឬក៏ការវិវត្តល្អ